ព្រះសម្មាធិរាជព្រះឥន្ទ្រហើយបន្ទាន់របាំងទេវលោកកំពុងធូររលុងសូមទ្រង់យាងត្រឡប់ទៅវិញភ្លាមដើម្បីគ្រប់គ្រងស្ថានភាពថយចេញថ្ងៃនេះជាថ្ងៃរៀបការរបស់អញតើនរណាហ៊ានខាត់ព្រះសម្មាធិរាជច្បាប់ឋានសួគ៌មិនអាចបំពានបានទេបើទ្រង់នៅតែចេះនៅឋានកណ្ដាលមិនត្រឹមតែព្រះវិញ្ញាណត្រូវខូចខាតទេសូម្បីតែនារីមនុស្សលោកម្នាក់នេះក៏នឹងត្រូវរន្ទះបាញ់ឆេះខ្ទេចគ្មានសល់ដែរឈីងយ៉ាវរងចាំបងណាបងច្បាស់ជានឹងប្រញាប់ត្រឡប់មកវិញអាឈិនបងណែណាអាឈិនកុំធ្វើឲ្យអូនភ័យអីចេញមកណាជីនេះមិនមែនជាអ្នកនាងធំត្រកូលស៊ូយើងទេហីចុះអាសង្សារសុំទានឯងនោះណែណាមិនដែរវាទុកឯងចោលរត់បាត់ហើយមែនទេពួកឯងចង់ធ្វើអីហ្នឹងនាងស្រីថោកទាបមិនស្គាល់ខ្មាស់អៀនកិត្តិយសត្រកូលស៊ូត្រូវឯងបំផ្លាញខ្ទេចអស់ហើយឆាប់ចាប់ចងនាងស្រីសំភឹងនេះអូសក្បាលវាទៅផ្ទះត្រកូលស៊ូវិញទៅលេងអញមានប្តីរួចហើយពួកឯងគ្មានសិទ្ធមកចាប់អញទេមានប្តីរបស់ឯងគេហៅថាលួចលាក់តាយកនាងទៅលោកស្រីស៊ូឯងមិនខ្លាចកម្មពីទេបងស្រីមិនក៏ធ្វើបាបខ្លួនឯងម្លេះមិនព្រមធ្វើជាសាច់ឈាមត្រកូលឈានតែបែរជាទៅប្រឡូកប្រឡាក់ជាមួយអាសុំទៀងឥឡូវយ៉ាងម៉េចហើយគេស៊ីចុកឆ្អែតរត់បាត់ទុកបងចោលនៅកណ្ដាលវត្តរហែកនេះឥឡូវបងគ្រាន់តែជាស្រីថោកទាបដែលគ្មានអ្នកណាត្រូវការតែប៉ុណ្ណោះអូយបងស្រីសុំទោសផងណារបូតដៃតែទឹកតែព្រឹកនេះល្មុំយកមកលាងក្លិនក្រអាប់លើខ្លួនបងឯងហ្មងបានហើយវ៉ាន់គុំនិយាយច្រើនជាមួយវាសេដ្ឋីឈៀនកាលពីយប់មិញខឹងខ្លាំងណាស់ម៉ាក់បានសន្យានឹងគាត់ហើយថាយប់នេះនឹងលាងខ្លួនវាឲ្យស្អាតបញ្ជូនទៅឲ្យគាត់យកឈុតពណ៌ផ្កាឈូកសម្រាប់ស្រីចុងនេះឲ្យវាស្លៀកទៅខ្លួនប្រានវាឥឡូវដូចផ្កាស្វិតអញ្ចឹងសេដ្ឋីឈៀននៅតែចង់បានវាទៀតទុកថាជាសំណាងធំណាស់ទៅហើយទោះអញស្លាប់ក៏អញមិនស្លៀករបស់ថោកទាបអស់នេះដែររឹតតែមិនទៅធ្វើស្រីចុងអាចជ្រូកធាត់នោះទៀតរឿងនេះឯងគ្មានសិទ្ធិសម្រេចទេពួកឯងទៅដោះអាវនាងនេះចេញហើយស្លៀកឲ្យវាភ្លាមចេញទៅកុំមកប៉ះអញលោកស្រីស៊ូឲ្យតែថ្ងៃនេះអញមិនស្លាប់អញស្បត់ថានឹងទាបំណុលឈាមពីពួកឯងឲ្យខានតែបាននៅហ៊ានរឹងមាត់ទៀតអញចង់ដឹងណាស់ថាឯងអាចរឹងបានយូរប៉ុណ្ណាស្លៀកឲ្យវាលោកស្រីស៊ូម្សិលមិញឯងសន្យានឹងអញថាមិនខ្លះមនុស្សណែណាអូយលោកសេដ្ឋីឈៀនកុំខឹងខ្លាំងឯណានាងចង្រៃនេះត្រូវខ្ញុំចាប់មកវិញហើយកំពុងតែរៀបចំបញ្ជូនទៅឲ្យលោកនឹងណាបញ្ជូនទៅពេលនេះអញលែងមានការអត់ធ្មត់ទៀតហើយនាងចង្រៃឯងខ្លាំងណាស់មែនទេអញសុកចិត្តយកអាសុំទៀនក៏មិនព្រមយកអញមែនទេថ្ងៃនេះអញនឹងចាត់ការឯងនៅកណ្ដាលផ្ទះត្រកូលស៊ូនេះតែម្ដងចាំមើលមានអ្នកណាហ៊ានខាត់អញអូយដៃអញនាងឆ្កែឆ្កួតនេះថ្ងៃនេះអញនឹងវាបំបាក់ជើងឯងទាំងសងខាងសិនចាំមើលឯងរត់យ៉ាងម៉េចទៀតចាំមើលឯងនៅហ៊ានរឹងក្បាលទៀតអត់នរណាហ៊ានប៉ះពាល់មនុស្សស្រីរបស់អញអូយនរណាគេអាណាគេធ្វើពុតជាខ្មោចបន្លាចអញនេះសំឡេងនេះចេញមកពីណាមិនមែនរន្ទះបាញ់ទេដឹងគឺអាឈិនគាត់មិនបានបោះបង់អូនទេគាត់ត្រឡប់មកវិញហើយ
បងស្រីបងឯងឈួតហើយមែនទេសំបីតែអាសុំទៀននោះក៏ចេះធ្វើពុតបន្លាចគេដែរពួនស្រែកនៅខាងក្រៅមិនហ៊ានចូលមកផងពិតជាអាសម្រាមកំសាកមែនជីការពិតអាសុំទៀននឹងវាស្រែកបន្លាចពីខាងក្រៅសោះអញស្មានតែជាអ្នកធំពីណាវីឲ្យស្លាប់ទៅទុកដង្ហើមវាបន្តិចគ្រាន់ឲ្យឡើងក្រែបានហើយចាំមើលអាសុំទៀននោះហ៊ានចូលមកជួយវាអត់វីឲ្យខ្លាំងទៅមីឆ្អឹងថោកនេះត្រូវតែវីប្រដៅអញ្ចឹងហើយអាឈិនបងណែណា